ឈឺណាស់ម្នាក់និយាយល្អបោកយកប្រយោជន៍ម្នាក់ធ្វើល្អដើម្បីបោកប្រើពួកមនុស្សពិតជាមិនស្មោះត្រង់នឹងសត្វសោះមិនក៏ឯងមានរបួសអញ្ចឹងតើឯងឈឺណាស់មែនទេកូនគោតូចមិនអីទេចាំខ្ញុំជួយព្យាបាលឲ្យឯងចុះណាកុំចូលមកអីមនុស្សតែងតែសម្លឹងមើលពីផលប្រយោជន៍គ្មាននរណាម្នាក់ដែលមានចិត្តស្មោះត្រង់ទេកុំខ្លាចអីសម្លាញ់ខ្ញុំមិនធ្វើបាបឯងទេឥឡូវគិតអញ្ចេះចុះណាចាំខ្ញុំព្យាបាលហើយខ្ញុំនឹងនាំឯងទៅរកម្ចាស់ឯងចុះណាខ្ញុំអត់មានម្ចាស់ទេកុំចូលមកអីថយទៅតើលោកចង់មកជួយឲ្យបោកខ្ញុំប្រើដូចជាពួកគេដែរមែនទេរឿងកូនកោកំព្រាម្ដាយកាលពីព្រេងនេះមានមេគោមួយក្បាលវង្វេងម្ចាស់តែតាល់នៅក្នុងព្រៃអស់ពេលយ៉ាងយូរព្រមទាំងមានផ្ទៃពោះផងដែរលុះវាគ្រប់ខែមេគោនោះក៏បានព្យាយាមកាត់រហូតបានសម្រេចតែអកុសលវាក៏បានងាប់បាត់ទៅម៉ែក្រោកឡើងមិនក៏ម៉ែដេកលក់បែបនេះម៉ែកូនភ័យណាស់ណាមិនក៏ម៉ែបិទភ្នែកចិត្តអញ្ចឹងម៉ែក្រោកមកមើលកូនផងមកបានទេម៉ែនៅក្នុងថ្ងៃនោះដែរពូត្រាញ់ដែលតែងតែចូលព្រៃដាក់អន្ទះប្រទះឃើញមេគោនិងកូនគោហេតុនេះគាត់ក៏បានដើរចូលមកនិងបាននិយាយថាអាយ៉ាមានមេគោធំណាស់ណោះមិនក៏វាមកដេកនៅទីនេះទៅវិញអេឈប់សិនកូនគោនេះដូចជាឆ្អឹងធំរៀងហំល្អណាស់នេះបើបានយកវាទៅចិញ្ចឹមមុខជាល្អណាស់ច្បាស់ជានាំសំណាងមកឲ្យយើងហើយនិយាយបែបនេះហើយគាត់ក៏បានយកចំណងតាក់កូនគោចំណែកមេគោគាត់ក៏បានសម្គាល់ដឹងថាមេគោនេះមុននេះប្រហែលជាខំបង្កើតកូនរហូតដល់ដាច់ខ្យល់ហើយមើលទៅអាកូនគោមកជាមួយយើងមកចាំយើងចិញ្ចឹមឯងណាចំណែកសាច់ម៉ែឯងចាំយើងយកទៅលក់មានន័យថាលោកចង់ហូបសាច់ម្ដាយខ្ញុំមែនទេកុំអីណាកុំអីឆាប់មកកុំនៅឯអង្គទៀតអីយើងប្រញាប់ទៅយកកបិតមកផ្លះសាច់ម្ដាយឯងយកទៅលក់នៅផ្សារកូនគោឮបែបនេះហើយវាមិនស្ដាប់បង្គាប់ពូត្រាញ់ទេមិនថាពូត្រាញ់ដេញដឹកយ៉ាងណាឡើយគឺវាមិនព្រមតាមសូម្បីតែបន្តិចឡើយអូពូយល់ហើយឯងមិនដាច់ចិត្តពីម៉ែឯងមែនទេមិនអីទេចាំពូជាអ្នកបូជាម៉ែឯងចុះណាហើយឯងក៏មិនបាច់ភ័យតែគ្មានចម្រោករស់នៅដែរចាំពូចិញ្ចឹមឯងតើពូនិយាយនេះជាការពិតទេកូនគោកំព្រាឯងពិតជាកំសត់ណាស់យើងអាណិតឯងមែនតើមកតាមយើងមកណាចាំយើងជួយចិញ្ចឹមឯងម្យ៉ាងទៀតនៅទីនេះគ្រោះថ្នាក់ណាស់ចចកស្វានស្វាខ្លារមាសមុខជាយាយីឯងមិនខានទេកូនគោយល់ថាពូត្រាញ់ពិតជាល្អមែនហើយហេតុនេះវាក៏បានស្ដាប់បង្គាប់និងព្រមទៅតាមពូត្រាញ់មិនគេចទៅណាទេល្អណាស់ឆាប់មកណាកូនគោកំសត់នៅផ្ទះពូត្រាញ់ចំណេញលើសពីចំណេញម្ដងនេះបានទាំងកូនបានទាំងសាច់មិនបាច់ហត់ប្រាក់លើគោកត្មងអញឮបែបនេះហើយកូនគោក៏បានសម្លឹងមើលមុខពូត្រាញ់ហាក់មិនអស់ចិត្តនិងឆ្ងល់នឹងសម្ដីគាត់ជាខ្លាំងណែអាកូនគោកុំខ្លាចយើងស៊ីសាច់ម្ដាយឯងអីណាយើងសន្យាហើយថាមិនធ្វើអីទេស្មៅនេះឯងស៊ីចោះយើងទៅរកទិញទៅដោះគោឲ្យឯងបៅសិនលោកសន្យាហើយណាថាបូជាម្ដាយខ្ញុំកុំខកសន្យាឲ្យសោះពូត្រាញ់យកខ្សែតាក់កូនគោជាប់ហើយគាត់ក៏បានសម្ដៅទៅកន្លែងមួយទាំងក្តីរីករាយជាខ្លាំងនៅក្នុងព្រៃបោះឯងចោលវាគួរឲ្យស្ដាយចុះបើលក់វាមិនចំណេញទេអីពូត្រាញ់ប្រលេះយកសាច់ទាំងអស់គ្មានទុកមួយដុំសោះឡើយមើលចោះគាត់ក៏បានចំណេញប្រាក់ជាច្រើនទៀតផងហើយគាត់បានយកប្រាក់ទៅផ្ទះទាំងសប្បាយចិត្តនៅផ្ទះពូត្រាញ់អាកូនគោយកទៅដោះគោនេះចុះឯងមុខជាធំលូតលាស់ទោះជាគ្មានម្ដាយក៏ដោយឆ្លាតណាស់មកទៅណាណែបរោះនេះចិត្តល្អណាស់បែបនេះខ្ញុំលេងបារម្ភហើយម៉ែកុំបារម្ភពីកូនអីព្រោះទីនេះមានគាត់ជួយចិញ្ចឹមកូនហើយកូនគោស្រាប់តែកើតចិត្តគោរព
នឹងចង់រស់នៅទីនេះតទៅមិនបដូរទេចំណែកពូត្រាញ់វិញកាត់ក្តីរីករាយជប៉ុនពេកកើនឡើងមើលចោះតើគាត់រីករាយបែបណានោះ មកកាក់ពីរកាក់ប្រាក់អើយប្រាក់ចំណេញលើគោក មុននេះណាបើបោះគោចោលមានតែឈួតទេអញពុទ្ធោអើយតាមពិតបរោះនេះបោកខ្ញុំសោះគាត់បានយកសាច់ម្ដាយខ្ញុំទៅលក់ដើម្បីតែប្រាក់តាបានប្រាក់ហើយយើងយកទិញរបស់របរនឹងដកខ្លះទិញចំណីឲ្យកូនគោលុះវាធំក៏លក់វាយកប្រាក់ទិញចំការបន្ថែមទៀតមែនហើយគិតទៅមើលវាបន្តិចសិន លេងចឹងទៀតហើយកូនក៏បានដឹងពីល្បិចពូត្រាញ់អស់ដូច្នេះវាក៏បានរត់ចេញទៅឆ្ងាយតែម្ដង អាកូនគោអាកូនគោតណាបានចេះរួចចុះវាឈួតឡប់ឡែតប៉ែលោតរត់តណាបាត់ហើយវៃ ពូត្រាញ់រកហើយរកទៀតតែគាត់រកមិនឃើញទេព្រោះកូនគោបានរត់ទៅដល់ឆ្ងាយឆ្លងចូលភូមិផ្សេងទៅហើយនៅមុខផ្ទះមិញរំដួល គ្មានថ្ងៃដែលខ្ញុំវិលទៅផ្ទះមនុស្សដែលគ្មានភាពស្មោះត្រង់អញ្ចឹងទេមនុស្សអីល្អតែពីមុខក្រោយខ្នងអាក្រក់ណាស់គួរឲ្យស្អប់មែនតែនតែពេលនេះខ្ញុំដូចជាឃ្លានណាស់រកមើលស៊ីស្មៅចិត្តនេះសិន តើកូនគោឈ្មោះដ៏ស្អាតនោះវាតាណាអញ្ចេះហើយសង្ស័យតែវង្វេងមេវង្វេងម្ចាស់ហើយមកទៅនោះមិញរំដួលកាន់តែចាប់អារម្មណ៍កូនកូននោះហេតុនេះគាត់ក៏បានចូលទៅបន្តិចឬក៏បានសម្គាល់ឃើញថាកូនគោកំពុងតែឃ្លានជាខ្លាំងអើយតនងជាឃ្លានណាស់មែនទេណែខ្ញុំអាណិតឯងណាស់កូនគោដ៏ឆ្លាតអើយមកជាមួយខ្ញុំមកក្រោយផ្ទះខ្ញុំមានតងតគួនតងតលងចាំខ្ញុំឲ្យឯងឆៃណា ស្រីម្នាក់នេះមើលទៅក៏ល្អដែរតែខ្ញុំសង្កេតមើលសិនព្រោះខ្ញុំខ្លាចចាញ់បោកទៀតណា តើឯងកើតអីមកជាមួយខ្ញុំមកខ្ញុំរស់នៅតែម្នាក់ឯងទេតំណាំចំការក៏ច្រើនដែរតើខ្ញុំហូបមិនទាំងអស់បើបានឯងជួយឆៃនោះខ្ញុំក៏រីករាយដែរណាកូនគោកំសត់ មើលទៅគាត់គួរឲ្យអាណិតណាស់ខ្ញុំរស់នៅជាមួយគាត់ចុះខ្ញុំលេងតាណាទៀតហើយ ឆ្លាតកូនឆ្លាតមកចាំខ្ញុំដាក់ស្មៅឲ្យឆៃណាធានាថាឯងនឹងបានធំលឿនប្រកបណាដោយការសន្យាអញ្ចឹងជាច្រើនខែមិញរំដួលតែងតែចិញ្ចឹមកូនគោបានយ៉ាងល្អលុំមានពេលមួយនោះគាត់ក៏បានរំពៃគិតថាចិញ្ចឹមវាអស់ប្រាក់ក៏ច្រើនដាក់បន្លែថែមស្មៅក៏មិនស្រួលដែរឥឡូវនេះវាធំល្មមហើយហេតុអីក៏ខ្ញុំមិនយកវាទៅឲ្យជួយធ្វើការតែម្ដងទៅគិតបែបនេះហើយគាត់ក៏បានសម្ដែងទៅរកកូនគោឬក៏បាននិយាយទាំងសម្លេងផ្អែមល្ហែមថាកូនគោសម្លាញ់ខ្ញុំគ្មានកម្លាំងភ្ជួរស្រែទេណាឯងធំច្រើនណាស់ជួយភ្ជួរស្រែចកាមួយដុំឲ្យខ្ញុំផង មីងជាមនុស្សល្អរឿងអីថាខ្ញុំមិនជួយនោះចាំមួយផ្លេតណាខ្ញុំធ្វើសិនតែមួយផ្លេតខ្ញុំធ្វើរួចហើយ សម្ដីផ្អែមលួងប្រើកូនគោក៏មិនយល់ស៊ីជម្រៅហេតុនេះវាក៏បានទន់ចិត្តធ្វើការភ្ជួររហូតតតែហើយល្អណាស់ពិតជាកូនគោចេះស្ដាប់បង្គាប់មែន ខ្ញុំហត់ណាស់ហើយស្រេកទឹកទៀតជួយរកទឹកឲ្យខ្ញុំផឹកបន្តិចមកមីង មិញរំដួលមិនយល់ហើយក៏ចាប់ផ្ដើមលេងខ្វល់ទៀតដែរគាត់មិនដាក់ចំណីមិនដាក់ទឹកអ្វីឡើយហើយថែមទាំងបាននិយាយថាអាកូនគោអើយឯងធំជាងមុនច្រើនណាស់ធ្វើការហត់ហើយរកឆៃស្មៅក្បែរនេះខ្លួនឯងទៅម្យ៉ាងស៊ីហើយចាំធ្វើការទៀតផងហាមខ្ជិលឲ្យសោះណា មីងមិនក៏មីងនិយាយដូចរៀងប្លែកម្លេះដូរ90ដឺក្រេតែម្ដងហើយ បើសិនជាវាធំកាប់សាច់លក់ចំណេញទេណោះ អូអត់ទេបើទុកវាណាល្អជាងគ្រាន់នឹងភ្ជួរស្រែភ្ជួរចំការពីមួយឆ្នាំទៅមួយឆ្នាំនោះអីដោយការនិយាយអញ្ចឹងមិញរំដួលតែងប្រើកូនគោឲ្យធ្វើការធ្ងន់ហើយកូនគោក៏មិនដែលខ្ជិលដែរតែយូរទៅកូនគោចាប់ផ្ដើមមានគំនិតមួយថា គាត់ប្រែប្រួលណាស់ប្រើព្រឹកប្រើល្ងាចដូចជាគ្មានអាណិតគិតពីកម្លាំងខ្ញុំសោះខ្ញុំគិតច្បាស់ហើយថាខ្ញុំហត់ណាស់ដូច្នេះព្រឹកនេះខ្ញុំសុំសម្រាកសិនហើយ មិនត្រឹមតែប្រើមិនគិតអាណិតកម្លាំងទេមើលចោះគាត់មកទៀតហើយគាត់មកជាមួយដំបងដ៏ធំផងដែរ
ជីមើលវាដេកចោះមិនគិតទៅព្យួរស្រែទេអីមើលអញវាសិនចង់ដឹងណាស់វាកោពេញដៃល្អបែបណាទៅណោះ និយាយមិនតាន់ចប់ផងគាត់ក៏បានយកដំបងសំពងយករហូតបែកឈាមធ្វើឲ្យកូនកូនឈឺចាប់ជាខ្លាំង អូយបែកក្បាលខ្ញុំហើយឈឺណាស់ឈប់ទៅឈប់ទៅ ឈប់ទៅ នៅស្រែកមករោអីទៅជួយព្យួរស្រែភ្លាមទៅ ម្ដងនេះកូនកូនអស់ជំនឿចិត្តនិងមិញរំដួលហើយព្រោះវាឈឺពេកណាស់ពេលនេះវាក៏បានរត់ចេញទៅឆ្ងាយ អើយកុំទៅណាឲ្យសោះណាមកវិញភ្លាម មេរៀនដែលកូនបានរៀនពីពូត្រាញ់គឺការលួងពីមុខទាញយកប្រយោជន៍ពីក្រោយចំណែកអ្វីដែលវាបានរៀនពីមិញរំដួលនោះគឺជួយពីដំបូងព្រោះមើលឃើញថានឹងបានប្រយោជន៍ប៉ុណ្ណោះនៅចេះព្រៃមួយ អូយ ឈឺណាស់ម្នាក់និយាយល្អបោកយកប្រយោជន៍ម្នាក់ធ្វើល្អដើម្បីបោកប្រើពួកមនុស្សពិតជាមិនស្មោះត្រង់នឹងសត្វសោះ កំពុងតែនិយាយម្នាក់ឯងទាំងមានរបួសវិសាលបានដើរមកឃើញនិងបាននិយាយថា មិនក៏អញមានរបួសអញ្ចឹងតែអញឈឺណាស់មែនទេកូនគោតូចមិនអីទេចាំខ្ញុំជួយព្យាបាលឲ្យអញចុះណាកុំចូលមកអីមនុស្សតែងតែសម្លឹងមើលពីផលប្រយោជន៍គ្មាននរណាម្នាក់ដែលមានចិត្តស្មោះត្រង់ទេកុំខ្លាចអីសម្លាញ់ខ្ញុំមិនធ្វើបាបឯងទេឥឡូវគិតអញ្ចេះចុះណាចាំខ្ញុំព្យាបាលហើយខ្ញុំនឹងនាំឯងទៅរកម្ចាស់ឯងចុះណាខ្ញុំអត់មានម្ចាស់ទេកុំចូលមកអីថយទៅតើលោកចង់មកជួយឲ្យបោកខ្ញុំប្រើដូចជាពួកគេដែរមែនទេកុំខ្លាចអីកូនគោតូចមកចាំខ្ញុំបិទថ្នាំឲ្យក ូនកូមិនចង់ឲ្យវិសាលជួយទេតែកូនកូចាប់ផ្ដើមឈឺខ្លាំងឡើងទៅហើយដូចនេះវាក៏បានធេញធងដួលទៅលើដីតែម្ដង មើលឯងចុះរបួសនេះមុខជាឈឺណាស់ហើយចាំខ្ញុំជួយបិទថ្នាំឲ្យសិនណាឯងកុំបារម្ភអីកូនគោឆ្លាត វិសាលជួយបិទថ្នាំជួយព្យាបាលកូនកូរួចរាល់លុះឃើញថាឈាមឈប់ហូរហើយនោះគាត់ក៏បានរៀបចំទៅផ្ទះវិញ សម្លាញ់បន្តិចទៀតលេងអីហើយណាខ្ញុំលាហើយ លេងកាត់អវិជ្ជមានទៀតកូនកូហាក់ធូរស្បើយដែរហើយដូច្នេះវាតាមសម្លឹងវិសាលរហូតដាច់កន្ទុយភ្នែក កន្លងមកខ្ញុំលេងទុកចិត្តអ្នកណាទៀតហើយតែបរិះនេះមិនលោភលន់ចង់ទាញប្រយោជន៍ពីខ្ញុំទេព្រោះមិនត្រឹមតែព្យាបាលឲ្យខ្ញុំទេថែមទាំងមិនចាប់ចង់យកខ្ញុំទៅលក់ទៀត គិតបែបនេះហើយកូនកូក៏បានដើរតាមដានជើងរបស់វិសាលរហូតដល់ផ្ទះរបស់គាត់ស្របគ្នាផងដែរ មិនក៏ឯងមកទីនេះតើឯងមិនស្គាល់ផ្លូវទៅផ្ទះទេមែនទេខ្ញុំគ្មានម្ចាស់គ្មានផ្ទះទេសូមស្ដាប់ភាសាខ្ញុំផងទៅខ្ញុំនិយាយថាខ្ញុំគ្មានទីអាស្រ័យទេខ្ញុំចង់នៅទីនេះឯងដូចជាវង្វេងហើយមែនទេចាំខ្ញុំនាំឯងទៅរកម្ចាស់ឯងវិញចុះណាឯងកុំភ័យអី វិសាលមិនចង់បានកូនកូទេគាត់គ្មានចិត្តលោភលន់ឡើយហើយគាត់ក៏បានព្យាយាមដឹកកូនកូទៅដែរតែវាមិនទៅណាទាំងអស់ កុំដឹកខ្ញុំទៅអីណាខ្ញុំមិនទៅណាទេខ្ញុំចង់នៅទីនេះឯងកើតអីហេតុអីក៏មិនទៅខ្ញុំដឹងថាឯងមានរបួសតែយ៉ាងណាបើឯងគេចមកបែបនេះក៏មិនល្អដែរខ្ញុំគ្មានម្ចាស់ទេខ្ញុំសុំនៅទីនេះជាមួយលោកផងសូមលោកកុំដេញខ្ញុំអីណា កូនកូមិនព្រមចេញតែវិសាលក៏មិនចង់លាក់សត្វចិញ្ចឹមអ្នកដទៃទុកដែរហេតុនេះកូនកូក៏បានធ្វើពុតជាសន្លប់តែម្ដង ឯងកើតអីហ្នឹងកូនគោឯងកុំអំភ័យខ្ញុំណាតែមុននេះខ្ញុំបង្ខំឯងខ្លាំងពេកមែនទេព្រះអើយមើលចុះខ្ញុំបង្ខំវាឡើងសន្លប់តែម្ដងហើយ វិសាលយល់ឃើញថាកូនកូមិនតាន់ជាពីរបួសនោះទេហេតុនេះគាត់ក៏មិនបង្ខំវាទៀតដែរ ណែហើយមើលទៅមានតែចិញ្ចឹមឯងសិនទេចាំឯងជាកាលណាចាំខ្ញុំយកឯងទៅសងម្ចាស់ដើមវិញចុះ ពេលវេលាចេះតែរំកិលទៅមុខទីបំផុតកូនកូក៏បានជាសះស្បើយហើយវិសាលវិញនោះក៏បានសម្រេចចិត្តម្ដងទៀតថា គួរទៅដល់ពេលហើយណាសម្លាញ់តោះខ្ញុំនាំឯងទៅរកម្ចាស់ឯងវិញ
មិនទៅទេខ្ញុំមិនទៅណាទាំងអស់ ជួនគ្នានោះពូត្រាញ់ក៏បានមកដល់ល្មម នៅទីនេះសោះណែអាចោឯងលួចកូនគោខ្ញុំមែនទេឲ្យវាមកខ្ញុំវិញមកមិនអញ្ចឹងទេខ្ញុំប្តឹងហើយណាប្រសានណាស់តើវាជាកូនគោរបស់ពូមែនទេខ្ញុំអត់បានលួចទេពូបើពូជាម្ចាស់ពូយកវាទៅវិញចុះយើនិយាយយកល្អម្លេះអាសំដែងណាបើមិនលួចមិនក៏កូនគោនេះវានៅផ្ទះឯងទៅវិញអាចោឈាមខៀវខ្ញុំបានជម្រាបពូហើយតាថាខ្ញុំមិនមែនចោលទេពូយកវាទៅវិញចុះណែឆាប់សងកូនគោហើយសងជំងឺចិត្តផងទាំងគោទាំងជំងឺចិត្ត100តម្លឹងឆាប់ឡើងឲ្យលឿនមើលយេហេអាពូននេះលោបលន់អីក៏លោបលន់ម្លេះប្លន់គេទាំងរស់ណោះអាក្រក់លើសពីអាក្រក់ទៅទៀតមនុស្សស្អីអញ្ចឹងមិនដែលជួបមិនដែលប្រទះទេពូហួសហេតុពេកទៅដឹងសងគោឲ្យថែមប្រាក់ទៀតមែនទេមិនសមទេខ្ញុំជម្រាបឲ្យតែខ្ញុំអត់បានលួចទេមិនដឹងទេយើងមិនលើកលែងឲ្យចោលទេសងភ្លាមមកអាចោមើលសំដីចុះគ្មានគួរឲ្យគោរពបន្តិចសោះហើយពូហើយពូខ្ញុំក្របែបនេះខ្ញុំបានប្រាក់មកពីណាទៅពូពុទ្ធោអើយខ្ញុំមិនគួរណាជួញទុកឲ្យលោកម្ចាស់សោះហើយមានក្រមិនសំខាន់ទេសំខាន់គឺចោលត្រូវទៅចូលគុកហើយឲ្យដីក្នុងផ្ទះនេះមកយើងមក ស្របពេលរកម្មរកោះនោះផងដែរមិញរំដួលក៏បានដើរមកដូចគ្នា អីយ៉យកូនគោខ្ញុំវានៅទីនេះសោះខំតដើររោឡើងយូរមកទៅផ្ទះរបស់យើងវិញទៅណាកូនគោកំសត់អើយ អ្នកថាស្អីហ្នឹងអ្នកក៏ចង់យកកូនគោខ្ញុំដែរមែនទេចោទីនេះមានចោម្នាក់ទៀតហើយ យីអើអ្នកណានឹងចៅមកពីណាបរោះម្នាក់នេះឈួតទេដឹងយ៉ាងម៉េចនេះជាកូនគោរបស់ខ្ញុំមិនឲ្យខ្ញុំយកអ្នកជាប្តីមែនទេ ស្រីមុខជាប់មាត់ដាច់ទោះបីជាអត់មានបដាការក៏ខ្ញុំយកដែរពិបាកលេបណាស់ យីអើប្រុសចាស់មាត់ដាច់សម្ដីបាននេះនិយាយមិនសមរម្យជាមនុស្សគួរឲ្យគោរពសោះណែខ្ញុំប្រាប់ចោះទោះអ្នកមានទ្រព្យជូនខ្ញុំប្រមាណពីងទៀតក៏ខ្ញុំមិនមើលមុខអ្នកផង ខ្ញុំក៏មិនយកអ្នកដែរ ខ្ញុំក៏មិនយកអ្នកដែរ ពូមីងឈប់ឆ្លោះគ្នាទៅហើយសូមពូមីងនិយាយមកតើពូមីងអ្នកណាជាម្ចាស់គោឲ្យពិតប្រាកដទៅអ្នកណាក៏មិនមែនជាម្ចាស់ខ្ញុំដែរ ព្រះអើយក្មួយនេះសង្ហាដែរតើបរោះក្មេងនេះសំជាងតិចមិនដូចចាស់ខ្លះទេមាត់ស្អុយហួង ឈប់និយាយទៅគឺខ្ញុំនេះហើយជាម្ចាស់ព្រោះខ្ញុំចិញ្ចឹមតាំងតែពីតូចមកម្លេះ អត់ទេគឺខ្ញុំទេលោកមុខចាស់នេះមុខជាចៅប្រកបណាស់ អ្នកទេជាចៅនោះ អ្នកជាចៅ អ្នកជាចៅ អ្នកទៅជាចៅ ពូមីងឈប់ប្រកែកគ្នាទៅ ក្នុងគ្រានោះពូត្រាញ់និងមិញរំដួលសត្វតែចង់បានកោរៀងខ្លួនហេតុនេះពួកគាត់ទាំងពីរក៏បានទាញគោទៅទាញមកលឺកូនគោឈឺពេកវាក៏បានធាក់ម្នាក់មួយជើង ណែនេះណែអូយបែកផ្លោកអញឆ្អាបហួងអើយ អូយឈឺណាស់អើយបាក់ចកេះហើយក៏មិនដឹងអូយ បើវាជាកូនគោពូមីងមិនក៏វាមិនស្គាល់ពូមីងហើយថែមទាំងធាក់ពូមីងទៀតនោះខ្ញុំដូចជាលេងជឿថាម្នាក់ណាជាម្ចាស់ហើយឯងចង់ចំអកឲ្យយើងមែនទេអាមនុស្សចោល ម្នាក់តាំងសរសៃកដាក់គ្នាដណ្ដើមកូនគោលើកលែងតែវិសាលប៉ុណ្ណោះលឺបានលឺហើយមេភូមិក៏បានដើរចូលមក តើមានរឿងអីហ្នឹងមិនក៏លោឡាម្លេះគឺពួកគេបានលួចកូនគោខ្ញុំណាលបងមេភូមិ អើយអត់ទេគឺពួកគេលួចពីខ្ញុំទេណាលោកបងមេភូមិ ពួកគាត់ម្នាក់សត្វតែថាកូនគោនេះជារបស់ពួកគាត់សូមលោកពូជួយដោះស្រាយផងទៅបានមើលលោកប្អូនតើលោកប្អូនមានអីធ្វើជាសំអាងទេថាវាជាកូនគោរបស់លោកប្អូននោះវាមានស្នាមពោះហើយខ្ញុំតែងតែក្តក់ហៅវានោះវានឹងមកតាមខ្ញុំហើយនេះជាភាសាសម្ងាត់រវាងខ្ញុំហើយនឹងវាបើអញ្ចឹងមុននេះអីក៏វែងឆ្ងាយម្ល៉េះឆាប់ធ្វើទៅមើល
នោះនឹងបានឆាប់យកគោទៅវិញផង តែវាអត់មានស្នាផងនឹងលោកកុហកហើយ គឺច្បាស់ជាមាននរណាមកជួយព្យាបាលស្នាមនោះឲ្យវាហើយកុំនិយាយច្រើនពេកចុះក្រែងថាក្តក់វានឹងដើរទៅតាមអីពិសោធន៍មើល ពូត្រាញ់ធ្វើហើយធ្វើទៀតតែគ្មានបានផលទេផ្ទុយទៅវិញមានតែគោធាក់3ជើងប៉ុណ្ណោះ អាយអូយឈឺណាស់អាកូនគោចំគួតហើយឯងឈួតទៀតហើយមែនទេមើលទៅលោកដូចជាមិនមែនជាម្ចាស់ទេចុះអ្នកវិញនោះ អើយកូនម៉ែម៉ែមករកកូនហើយណាម៉ែនឹកកូនណាមកជាមួយម៉ែមកណាកូនណាចាំម៉ែនាំទៅភ្ជួរស្រែណាកូនម្ដាយ ហេយំយាយដូចជាតួយគេបោកឲ្យសុតត្មងយុទ្ធសាស្ត្រដដែលសម្ដីផ្អែមបោកប្រើសោះយើអាក្រក់ណាស់យកមកជើងទៀតទៅនេះណែ អូយឈឺណាស់ មើលទៅពួកអ្នកទាំងពីរមិនមែនជាម្ចាស់ទេតែជាចោរមកបន្លំចង់បានតែប៉ុណ្ណោះមែនទេមិនក៏លបងពោលពាក្យបែបនេះមិនសមទេលបងខ្ញុំបានតាមស៊ើបមើលហើយថ្ងៃនោះមេគោមួយក្បាលត្រូវកាប់សាច់យកទៅលក់ហើយខ្ញុំបានស៊ើបដឹងការពិតថានេះជាកូនគោកំព្រាម្ដាយផងដែរថាម៉េចមិនអាចទេមិនពិតទេមិនក៏លបងចំណាយពេលស៊ើបរឿងអត់ប្រយោជន៍មួយនេះអញ្ចឹងមិនមែនជារឿងឥតប្រយោជន៍ទេឃើញទេបើមិនស៊ើបឲ្យបានលឿនរឿងដែលលោកថាតូចក៏មិននាំឲ្យមានចំនួនដូចជាពេលនេះដែរ ចុះអ្នកណាជាម្ចាស់ទៅវិញនោះលោកមេភូមិ គឺខ្ញុំនេះហើយអ្នកនឹងលោកខាងនេះលោភលន់ណាស់ដូចជាចោរអញ្ចឹងតើចង់បានគោទៀតទេឬមួយក៏ចង់ចូលគុកណែខ្ញុំចូលគុកទេខ្ញុំលែងចង់បានគោហើយខ្ញុំលាសិនហើយឈប់សិនខ្ញុំចង់អប់រំបន្តិចកុំព្រោះតែចង់បានបាត់ការពិចារណាខុសត្រូវបើមិនមែនជាម្ចាស់គឺមិនមែនហើយកុំចង់បានហួសហេតុពេកវាបាបខ្លាំងណាស់អូយចុកខ្លាំងណាស់នាំគ្នាទៅសាលាស្រុកភ្លាមទៅចូលគុកតែម្ដងចុះអូអត់ទេខ្ញុំមិនទៅគុកទេខ្ញុំលែងចង់បានហើយលាសិនហើយ ចំណែកខ្ញុំក៏មិនចង់ហូបបាយគុកដែរអើយខ្ញុំលាហើយ ព្រោះដឹងថាខ្លួនមិនមែនម្ចាស់និងខ្លាចមានទោសផងនេះពូត្រាញ់ក៏បានរត់មិញរំដួលវិញក៏បានចេញមិនងាកក្រោយឡើយ សត្វគឺតែងតែស្មោះត្រង់នឹងម្ចាស់ណាស់តែកាលនោះពូមិនបានអាណិតមេវាទេប្រើឲ្យដឹកសំណាបរាល់ថ្ងៃនេះជាហេតុដែលគេគេចចេញពីពូណាកូនគោខ្ញុំសុំទោសបើមិនមែនខ្ញុំម្ដាយឯងក៏មិនស្លាប់នៅក្នុងព្រៃអញ្ចឹងដែរមិនអីទេមែនហើយសត្វក៏ដូចជាមនុស្សយើងដែរទីណាបានសុខក៏នៅទីណាមិនល្អក៏ចាក់ចេញដូចគ្នាបើម្ចាស់ស្រឡាញ់វាក៏មិនទៅណាដែរហើយពូកាន់តែយល់ពីតម្លៃនៃទឹកចិត្តហើយកូនគោបើឯងស្រឡាញ់វិសាលឯងនៅទីនេះទៀតចុះណាតែពូវាជារបស់ពូតាខ្ញុំមិនអាចយកបានទេចង់មិនចង់គ្មានជំរើសទេក្មួយអើយក្មួយមើលចុះវាមិនទៅណាចោលក្មួយទេវាស្រឡាញ់ក្មួយណាស់តែពូកុំប្រកែកអីពូទៅផ្ទះហើយណាចំណែកគោនេះក្មួយជួយចិញ្ចឹមវាឲ្យបានល្អផងកូនគោនៅឲ្យបានសុខសប្បាយណាខ្ញុំលាហើយពូតែថាពូទៅផ្ទះហើយបាទពូអរគុណហើយពូ ពីពេលនោះមកកូនគោក៏បានរស់នៅជាមួយវិសាលតទៅវិសាលតែងតែមើលថែហើយកូនគោក៏បានជួយធ្វើការយ៉ាងសុខសាន្តផងដែរ បើបានឯងមកនៅជាមួយខ្ញុំក៏មិនសូវអបសុខដែរអរគុណណាស់កូនគោដ៏ឆ្លាតខ្ញុំអរគុណដូចគ្នាម្យ៉ាងខ្ញុំនឹងសងគុណលោកម្ចាស់វិញ ជីវិតកូនគោសពបញ្ជាក់ឲ្យឃើញថាកាលណាគ្មានមេបាគឺតែលតោលណាស់ការផ្សងព្រេងជួនក៏បានជួបមនុស្សល្អជួនក៏បានជួបមនុស្សបោកតែសំខាន់ជីវិតយើងខ្លីណាស់យើងត្រូវរីករាយនិងមើលថាទីណាគួរទៅទីណាគួរចាក់ចេញផងដែរ